รีบสู้พวกมาบางโอนថ្ងៃនេះខ្ញុំសូមបង្ហាញថ្នាំខ្ញុំម្យ៉ាងគឺថ្នាំនេះគឺបកាយមែនដោយសារខ្ញុំធ្លាប់ប្រើថ្នាំអស់ជាច្រើនដបដែរមានន័យថាថ្នាំផ្សេងគ្នាគឺថ្នាំផ្សេងប្រើទៅអត់ឃើញប្រសិទ្ធភាពដល់ពេលថ្នាំនេះគឺយើងប្រើទៅឃើញថាប្រសិទ្ធភាពវាល្អហើយអញ្ចឹងខ្ញុំក៏ចង់ណែនាំពុកម៉ែបងប្អូនពីថ្នាំនេះហើយបញ្ជាក់ម្ដងទៀតខ្ញុំណែនាំនេះមិនមែនខ្ញុំណែនាំឲ្យខ្ញុំលក់ថ្នាំនឹងទេខ្ញុំណែនាំនេះគឺណែនាំឲ្យបងប្អូនស្គាល់ថ្នាំនេះហើយអាចរកទិញបាននៅតាមតូបពេទ្យសត្វផ្សេងដែលនៅជិតផ្ទះបងប្អូនអញ្ចឹងថ្នាំនេះឃើញថាខ្ញុំប្រើទៅវាមានប្រសិទ្ធភាពទី1ទៅលើមាន់តកតងទៅនឹងសំកុកហើមភ្នែកសកុកប៉ោងភ្នែកអីហ្នឹងគឺខ្ញុំប្រើទៅមានប្រសិទ្ធភាពអញ្ចឹងក្នុងនេះគឺមាន់ខ្ញុំព្យាបាលរយៈពេល3ថ្ងៃហើយពួកវាគឺមានសភាពហៀទឹកភ្នែកប៉ោងភ្នែកអត់ស៊ីចំណីហើយមួយទៀតគឺមើលអត់ឃើញតែម្ដងគឺអត់បានស៊ីចំណីសកុករួញកហើយដល់ពេលយើងប្រើថ្នាំនេះទៅគឺឃើញថាវាសុខភាពវាឥឡូវខ្លាឃ្លាំហើយយើងអាចថា2-3ថ្ងៃទៀតគឺយើងប្រឡែងឲ្យវាចេញក្រៅឬក៏យើងដាក់ជាមួយមាន់ដែលមានសុខភាពធម្មតាវិញអញ្ចឹងការព្យាបាលមាន់ឈឺគឺយើងផ្ដោតសំខាន់ទៅលើការបំបែកមាន់ដែលមានជំងឺហ្នឹងចេញពីមាន់ដែលមានសុខភាពធម្មតាអញ្ចឹងសំខាន់ណាស់ការព្យាបាលនេះគឺយើងព្យាបាលបែបនេះគឺមានប្រសិទ្ធភាពខ្ពស់កុំឲ្យតែយើងព្យាបាលលក្ខណៈថាមាន់ឈឺក៏នៅទុកនៅជាមួយមាន់មានសុខភាពធម្មតាអញ្ចឹងធ្វើឲ្យជំងឺហ្នឹងវារាលដាលកាន់តែធំដល់ពេលរាលដាលកាន់តែធំទៅការព្យាបាលរបស់យើងវាអត់ប្រសិទ្ធភាពទេទីមួយគឺបរាជ័យហើយចំណាយថវិកាច្រើនអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញកូនមាន់មួយកូនមាន់ដែលថាមើលសុខភាពវាយ៉ាងម៉េចអញ្ចឹងគីឡូថាខ្ញុំពុតផោកុហកអញ្ចឹងការប្រើប្រាស់ថ្នាំនេះគឺយើងប្រើក្នុងមួយថ្ងៃបន្តបើសិនជាយើងរវល់យើងបន្តតែ2ដងបានហើយអាហ្នឹងករណីបើយើងរវល់បើយើងអត់សូវរវល់ទេយើងបន្តមួយថ្ងៃ3ដងទៅអញ្ចឹងហើយមើលមាន់នេះការលើកមុនហៀទឹកភ្នែកហើយហើមភ្នែកជាពិសេសភ្នែកខាងនេះគឺហើមភ្នែកមើលអត់ឃើញទេនឹងហើមភ្នែកមើលឃើញទេហើយសើមជោកខោតាមនឹងហើយទៅទឹកស្លាប់ឡើងជោកហើយបន្ទាប់ពីព្យាបាលរយៈពេល3ថ្ងៃមកឃើញថាភ្នែកវាចាប់ផ្ដើមជាហើយមួយទៀតគឺបាត់ហៀទឹកភ្នែកនឹងអញ្ចឹងតែយើងព្យាបាលអត់ទាន់មាន់នេះអាចនឹងងាប់បានអញ្ចឹងដល់ពេលបានថ្នាំនឹងមកឃើញថាប្រសិទ្ធភាពវាល្អអញ្ចឹងហើយបានខ្ញុំណែនាំឲ្យពុកម៉ែបងប្អូនមកប្រើប្រាស់ឬងាកមកប្រើប្រាស់ថ្នាំនេះវិញម្ដងហើយមិនមែនថាខ្ញុំប្រអាប់ថ្នាំផ្សេងអត់មានប្រសិទ្ធភាពទេប៉ុន្តែខ្ញុំធ្លាប់ប្រើថ្នាំច្រើនមុខហើយតាំងពីថ្នាំផ្សេងដែលគេផុសនៅក្នុង Facebook ក៏ទិញយកមកប្រើព្រោះយើងសាកលបងគ្រប់ថ្នាំច្រើនមុខដែរប៉ុន្តែអត់ឃើញមានប្រសិទ្ធភាពដូចថ្នាំនេះអញ្ចឹងថ្នាំនេះវាប្រសិទ្ធភាពល្អក៏ណែនាំពុកម៉ែបងប្អូនឲ្យប្រើហ្មងទៅអញ្ចឹងពេលយើងបន្តយើងបន្តបែបហ្នឹងមកគឺយើងបន្តទាំងសងខាងនេះបន្តចូលភ្នែកហើយថ្នាំនេះអាចបន្តចូលមាត់បានបន្តចូលមាត់អត់អីទេសម្រាប់មាន់សង្កុករួញកអីអាចបន្តបានបន្តមកតំណក់អញ្ចឹងមកហើយរួចអញ្ចឹងមួយថ្ងៃយើងបន្ត2ដងទៅ3ដងតាមពេលវេលាដែលយើងរវល់អញ្ចឹងមើលនេះទៅអូអានេះខ្លាំងជាងគេកាលមុនអត់ស៊ីចំណីទេអង្គុយសង្កុកនឹងហើយភ្នែកហៀក៏ខ្លាក់នេះពុកម៉ែបងប្អូនមើលតែសភាពស្លាបវាទៅទឹកជោកហើយរួញកយកតែម្ដងហើយដល់ពេលបានថ្នាំនឹងមកគឺ3ថ្ងៃឃើញប្រសិទ្ធភាពតែម្ដងប៉ុន្តែការព្យាបាលហ្នឹងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងគឺយើងចាប់វាក្រុងនៅទ្រុងផ្សេងកុំដាក់ជាមួយមាន់ដែលមានសុខភាពធម្មតាដូចថាមួយវងហ្នឹងមួយទ្រុងហ្នឹងមានឈឺ2 3ឬក៏4 5អីយើងចាប់វាបបែកមកអញ្ចឹងបបែកយកអាឈឺដាក់ផ្សេងហើយសុខភាពធម្មតាដាក់ផ្សេងកុំឲ្យវាឆ្លងដល់មាន់ដទៃអញ្ចឹងមាន់នេះផ្ដាសាយហើមមុខអញ្ចឹងឥឡូវ
cứ ban chia sân thà 80 tới 90% rồi món này chứng dương bị tạm chân mó này một kháng mùi đầm nặng này một kháng mùi đầm nặng mất chứng dương bị chọn và tạo món đấy để đi ngày muốn cứ ớt xi chùm này đi rồi cọc vô tầm đó này thì ngày đấy sọc phiêu riêng khá khom chừng ngày muốn bây giờ ngày muốn cứ sống cọc ruin co hay chị đào cho anh đi ngoa với cùng tờ vào bài trên mô tí cũng mấy nắng vậy thì đừng tự đo than nè tí chẳng anh ấy vì admin bánh hạp này tại vì sống cọc ruin co chẳng dưng tự tạo châu mất vì tự nặng mất tạo bà chẳng ruồi bà không ní chẳng đại không ní hàm này không hay kia tập này bật này ấp xì trong này là sọc thiệp khạc lắm nóประเภท squeeze สด bà สำหรับเนี่ยจินจำมอนซ้ายประเภทนี้คือสะอาดให้จังแต่สายยมจำเมียนมอนยืงประเภทซ้ายนึงประเภทมอนปรายประเภทมอนเนี่ยจังเหม็นยมจำยดดักเนี่ยที่คือยืงจำหลุมอ้อดำใบเอาเวียตรึงยิวสนับไปรัวในเตะจังคือแง่จำซัดดังการจำม้อนคือยืงจำดำใบหลุมอ้อในเตะเอาเยอะบ่าอันนี้เคยทายเลงไอ้จังไอ้ทับปีไงไอ้ติดยืงไปเลงวิโชว์วงเวียวิงบ่าไอ้จังม้วนได้ชื่อการชีบ้าคือสำคัญของพอดยังอยู่เจ็ดตกดักบ่มใบวีปีมอนได้มีโสภิบออกให้มอนชื่อคือกำลังบ่วิออดคลาคลอมโดยมอนแต่เชียแต่เห็นจังใบยังอดบ่ใบเต้เพื่อไอ้มอนน่ะมีโสภิบออกน้องจวนวีไอ้เต้วีเพื่อวีบะวีนี่โสภิบวิกันน่ะตรูมแต่ตามนั่งทีจังไงนี้หิมจ้องใจดมเลยจะตรงกันนึงจุดนี้ดังจะตรงกันนึงมอนหามเนยใช้นึงใจดมเลยนำดอบองโอนไอ้นำนี้ยมมีลูกที่โดยไปเจ้าทางดำจังบองโอนอาจรบเต็งบ้านในตามเป็ดสัตว์ใดในจัดเตียบองโอนมีสูรบให้นำนี้กิโลในทางบองโอนลูกดมไหลเส้นนำนี้สำหรับยมเต็งมาดอบนั่นคือประมวยป้อนวิริมีนดำไหลคลายเพียงคลายได้ ให้สำหรับตึกน้ำนี้ก็ยังมีสำหรับตึกใดวิพักนี้ก็ยังอาจบรรทายในธนำประเภทธนำประดับสายปีเลยนั่นได้แต่ใบเอาวิโชติเจกับดาวขนมครูนวิโชติเจธรรมดามวนได้สมกกหามพเนจนั้นวิชื่อแต่ตรงแต่หนังจึงวิประดับสายจังวิกระดาวครูนจังวิจังซีจุดไหนได้วิสมกกรุนกอนั่นนั่งเห็นแล้วเคยทาปรามกับบ้านนี้คลาคลองหายยังอาจไปเล่นโจวงถ้าปีไงติดจ้ะยังไปเล่นโจวงบ้านนั่นจังโกนมอนสำคัญทดการถ่ายตอมการยกจะตุกดับไปตู้ยังตาตุ่มเงินเวียจับปีกะหลักกะโลล้างตื้อยังเล่นเสิร์ฟบาร์มาเลยซาตุ่มเงินเวียทอมตื้อให้อายุเวียทอมติดเพื่อเอาประปวนเพียบสามบเวียนั้นคือซ้อมแต่หนึ่งอากาศเทียดที่อาจสำรบคลุนแต่ตามอากาศเทียดเลยให้มือติดเวียอัตราการกับดาวชราโดยโกนมอนโตโตอยู่บ่สันเจโกนมอนโตโตอายุจับปีดักปีสมบกโยมก็ยังตระการถ่ายตัวครั้งตีมุ้ยคือสันบาบองโอนอดดักเมวีออกราบคือก็กรองวีไปยุบเต้คือยังอาจดักปูให้ตรงตระเมียนเพียบบัดเช็ดกับเอาวีหลังเงียให้มือติดขนมตรงตระเมียนกามดักจังการถ่ายตัวโกนมอนในโต๊ะคือบ่าบ่สันชิมอนเปรย์วิ่งรถแต่บ่าจึงโกนมอนสายแต่ซาโกนมอนเปรย์วีตีมุ้ยคือบ่าวีบ่าจำจึงโกนมอนสายแต่มือไทยมันสรัวแล้วงอบอ่ะมาสบอกไอ้สาวมุ้ยสาวปีไอ้ที่
ចឹងនេះសុខភាពវាធម្មតាវិញហើយតែ2ថ្ងៃទៀតអាចនឹងប្រឡែងវាចូលវងរបស់វាបានបាទអញ្ចឹងខ្ញុំអត់មានអីច្រើនមានតែការចែករំលែកប្រភេទថ្នាំដល់បងប្អូនឲ្យស្គាល់ថ្នាំហើយស្គាល់ថ្នាំហ្នឹងមិនមែនថាប្រើថ្នាំហ្នឹងទៅថ្នាំផ្សេងអត់មានប្រសិទ្ធភាពទេប្រសិទ្ធភាពដូចគ្នាប៉ុន្តែខ្ញុំណែនាំថ្នាំដែលខ្ញុំធ្លាប់ប្រើអញ្ចឹងប្រើទៅបានផលខ្ញុំចង់ចែករំលែកឲ្យបងប្អូនទទួលបានផលដូចខ្ញុំដែរអញ្ចឹងអ្នកចិញ្ចឹមមាន់មានតែការចែករំលែកគ្នាអ្នកខ្លះគាត់មិនមែនថាយើងអ្នកចេះដឹងអ្នកមានបទពិសោធន៍ច្រើនអីទេគ្រាន់តែអ្នកខ្លះគាត់ចិញ្ចឹមថ្មីថ្មោងអីចឹងគាត់អត់ដឹងប្រភេទថ្នាំពេលខ្លះគាត់ចិញ្ចឹមទៅមាន់គាត់ឈឺសំកក់ហើមភ្នែករួញកអីគាត់អត់ដឹងថ្នាំហើយគាត់ចេះតែទុកទៅធ្វើឲ្យមាន់របស់គាត់ហ្នឹងងាប់អស់អញ្ចឹងការចិញ្ចឹមរបស់គាត់ទទួលបានការបរាជ័យដល់ពេលអញ្ចឹងទៅគាត់លែងចង់ហ៊ានចិញ្ចឹមមាន់ណាយូរសល់តែទ្រុងទៅទេទ្រុងសាងសង់មកអស់លុយមែនតិចមើលណាទ្រុងមួយចឹងហើយណាគោទ្រុងតូចបំផុតគោ 4-5 ម៉ឺនហ្នឹងដាក់មាន់ 4-10 ក្បាល 3-4-5 ក្បាលអញ្ចឹងបើយើងអត់ថែទាំដិតដល់ទេយូរនឹងសល់តែទ្រុងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការចូលទស្សនារបស់វីដេអូខ្ញុំបាទហើយបើសិនបើបងប្អូនចូលចិត្តនិងស្រឡាញ់ការចែករំលែករបស់ខ្ញុំបានសូមបងប្អូនជួយចុចមេដៃហើយនិងជួយចុច Subscribe ចុច Share ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូផ្សេងទៀតទាក់ទងទៅនឹងការចែករំលែកចំណេះដឹងទាក់ទងទៅនឹងការចិញ្ចឹមមាន់បាទសូមអរគុណជម្រាបលាពុកម៉ែបងប្អូន